បងប្អូនម្ចាស់អាជីវកម្មយើងបានសួរគូហេងថាឥឡូវរវល់តែលក់បងប្អូនម្ចាស់អាជីវកម្មយើងរវល់តែលក់ប៉ុន្តែផ្លិចប្រកាសពន្ធផ្លិចធ្វើបញ្ជីគណនេយ្យបាត់ហើយអាហ្នឹងតើគូហេងឲ្យយោបល់យ៉ាងម៉េចដែរទៅធ្វើមិនដែរអាហ្នឹងពន្ធដារជាមួយនឹងខាងអាការអត់ទេបាទសូមជម្រាបសួរលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីបាទថ្ងៃនេះលោកគូហេងឡើងមក talk show ទៀតហើយយើងមានប្រធានបទមួយពីបងប្អូនម្ចាស់អាជីវកម្មយើងបានសួរគូហេងថាឥឡូវរវល់តែលក់បងប្អូនម្ចាស់អាជីវកម្មយើងរវល់តែលក់ប៉ុន្តែផ្លិចប្រកាសពន្ធផ្លិចធ្វើបញ្ជីគណនេយ្យបាត់ហើយអាហ្នឹងតើគូហេងឲ្យយោបល់យ៉ាងម៉េចដែរទៅធ្វើមិនដែរអាហ្នឹងពន្ធដារជាមួយនឹងខាងអាការអត់ទេបាទមុននឹងបកស្រាយនៅសំណួរបងប្អូនម្ចាស់អាជីវកម្មនេះខ្ញុំសូមរំលឹកបងប្អូនម្ចាស់អាជីវកម្មថាតាមច្បាប់របស់ពន្ធដារបានន័យថាក្រោយពីយើងចុះបញ្ជីក្រុមហ៊ុនហើយទាំងធុនតូចមធ្យមនិងធំហ្នឹងយើងមានកាតព្វកិច្ចណាគេថាតភេយឺហ្នឹងបាទណាតភេយឺទៅមានកាតព្វកិច្ចក្នុងការពេលប្រកាសពន្ធប្រចាំខែនិងពន្ធប្រចាំឆ្នាំអញ្ចឹងបងប្អូនម្ចាស់អាជីវកម្មយើងពេលខ្លះគាត់រវល់ទៅលក់គាត់រវល់តែសិប្បកម្មគាត់ចង្វាក់ផលិតកម្មអញ្ចឹងទៅគាត់ភ្លេចរឿងប្រកាសពន្ធប្រចាំខែប្រចាំឆ្នាំហ្នឹងអញ្ចឹងគូហេងអាចជួយបានយ៉ាងម៉េចដែរបានន័យថាយើងត្រូវតែគោរពវិញគោរពច្បាប់វិញបានន័យថាយើងស្នើទៅអគ្គនាយកដ្ឋានពន្ធដារហ្នឹងសូមធ្វើការកែប្រែពិនិត្យឡើងវិញតើខែណាខ្លះដែលយើងមិនបានបង់ពន្ធហ្នឹងហើយយើងត្រូវធ្វើការប្រកាសឡើងវិញបាទអញ្ចឹងទៅយើងបាននៅការប្រកាសពន្ធដ៏ត្រឹមត្រូវឡើងវិញហើយក្នុងករណីដែលបងប្អូនម្ចាស់អាជីវកម្មយើងនៅមានកង្វល់ឬបញ្ហាហ្នឹងអាចមកពិភាក្សាជាមួយនឹងតាក់ agentបាទឬក៏ភាសាជាមួយនឹងក្រុមការងារយើងខ្ញុំក៏បានដែរយើងខ្ញុំនឹងមានអ្នកចុះទៅជួយរៀបចំបានដល់ទីកន្លែងហើយមួយទៀតរឿងបញ្ជីគណនេយ្យហ្នឹងយើងក៏ត្រូវតែមានកាតព្វកិច្ចក្នុងការថែរក្សាបញ្ជីគណនេយ្យដែរមិនមែនប្រកាសតែពន្ធហើយអត់មានបញ្ជីគណនេយ្យទេបើអត់មានបញ្ជីគណនេយ្យមន្ត្រីពន្ធក៏មិនដឹងបាននេះផ្ទៀងដែរអញ្ចឹងមិនមែនថាខ្ញុំចេះតែដាក់ទៅឲ្យតែបានមិនមែនមានន័យអញ្ចឹងទេទិញលក់បើកប្រាក់ខែបាទ production ហើយនឹងការខ្ចីលុយឬការចូលហ៊ុនឬមួយក៏មានប្រតិបត្តិការអាជីវកម្មអីផ្សេងទៀតហ្នឹងយើងត្រូវ record ទុកទាំងអស់បាទដូចខ្ញុំតែងតែនិយាយពីខាងដើមថាការរក្សាទុកនៅឯកសារគណនេយ្យហ្នឹងតាមច្បាប់ហ្នឹងគឺមានរយៈពេលដល់10ឆ្នាំអញ្ចឹងយើងមិនមែនថាទិញលក់ហើយអត់មានឯកសារហើយយើងទុកចោលយើងប្រាប់មន្ត្រីថាយើងភ្លេចឬមួយក៏យើងខូចអស់ហើយឯកសារមិនមានទេអាហ្នឹងយើងនឹងរងនៅទោសទណ្ឌពិន័យធ្ងន់ធ្ងរបាទអញ្ចឹងជាចុងក្រោយគូហេងសូមរំលឹកឡើងវិញថាបើសិនជាបងប្អូនម្ចាស់អាជីវកម្មយើងភ្លេចធ្វើការប្រកាសពន្ធភ្លេចធ្វើការរៀបចំបញ្ជីគណនេយ្យនោះសូមធ្វើការប្រកាសពន្ធឡើងវិញហើយនឹងរៀបចំបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវបាទសូមអរគុណបាទ Yo, just do what you